អគ្គពញាចក្រមហាចក្រីហេងសំរិនប្រធានរដ្ឋសភានៃប្រជាជាតិអាចារ្យកម្ពុជានិងជាប្រធានសភាតំបន់អាស៊ីសម្ដេចពិបុលសេនាបក្តីសៃឈុំប្រធានព្រឹទ្ធសភានៃប្រជាជាតិអាចារ្យកម្ពុជាឯកឧត្តមលោកជំទាវប្រធានសមាជិកគណៈសមាជិកាគណៈបរិភូសភាតំបន់អាស៊ីឯកឧត្តមលោកជំទាវអរលោកស្រីភ្ញៀវកិត្តិយសថ្ងៃនេះខ្ញុំមានសេចក្តីរីករាយនិងសេចក្តីខ្ញុំមានកិត្តិយសនិងសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី9នៃតំបន់អាស៊ីដែលប្រព្រឹត្តទៅនៅលើទឹកដីខេត្តសៀមរាបនៃប្រជាជាតិអាចារ្យកម្ពុជានេះជាលើកទី2ដែលប្រជាជាតិអាចារ្យកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនៃសភាតំបន់អាស៊ីនេះក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខ្ញុំសូមសម្ដែងនូវការស្វាគមន៍ចំពោះសមាជិកានៃបណ្ដាប្រទេសជាសមាជិកសភាតំបន់អាស៊ីប្រទេសសង្កេតការអង្គការដៃគូនិងគណៈប្រតិភូទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍មហាសន្និបាតជាប្រវត្តិសាស្ត្រនេះឆ្នាំនេះមហាសន្និបាតបានលើកយកប្រធានបទស្តីពីការជំរុញសន្តិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់បំផុសស្មារតីឲ្យយើងចេះរួមគ្នាស្វែងរកសន្តិភាពស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងសភាពការវិវត្តរបស់តំបន់និងពិភពលោកដែលកំពុងតែញោមញីដោយរងើកភ្លើងនៃជម្លោះនិងសង្គ្រាមព្រមទាំងការរីករាលដាលនៃអំពើភេរវកម្មដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងមូលតាមរយៈប្រធានបទនេះអនុញ្ញាតឲ្យខ្ញុំបង្ហាញដល់អង្គសន្និបាតអំពីមូលហេតុសំខាន់ដែលនាំឲ្យកម្ពុជាស្រឡាញ់សុខសន្តិភាពស្ថិរភាពនយោបាយសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមដោយក្នុងនោះខ្ញុំសូមគូសរំលឹកឡើងវិញខ្លះអំពីបទពិសោធន៍ជាក់ស្ដែងដែលកម្ពុជាបានជួបប្រទះនាពេលកន្លងមកជារួមកម្ពុជាបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជាបន្តដោយរាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី2មកដែលបានបង្កនូវការឈឺចាប់ខ្លោចផ្សាមិនអាចថ្លែងបានចំពោះប្រជាជនកម្ពុជាទាំងមូលហើយនៅបន្សល់ស្លាកស្នាមមិនតន់រលត់អស់នៅឡើយមកដល់ពេលបច្ចុប្បន្ននេះក្នុងនោះកម្ពុជាបានពុះពៀឆ្លងកាត់បណ្ដាលដំណាក់កាលធំជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរួមមានការតស៊ូរបបប្រឆាំងរបបអាណានិគមនិយមដើម្បីឯករាជ្យជាតិសង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរនិងពួកបរទេសឈ្លានពានពីឆ្នាំ1970ដល់1975ជាពិសេសការតស៊ូរំដោះជាតិពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតដែលទទួលបាននៅមហាជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី2ខែមករាថ្ងៃ7ខែមករាឆ្នាំ1979នៅលើមូលដ្ឋានមហាជ័យជំនះនេះកម្ពុជាបានបិទទំព័រសក្ការៈដ៏ខ្មៅងងឹតរបស់ខ្លួនហើយបើកឡើងនៅសក្ការៈថ្មីនៃឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមក្នុងរយៈពេល37ឆ្នាំបន្ទាប់ពីជ័យជំនះ7មករាមករាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសជំនះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនាដែលនាំឲ្យប្រជាជាតិចេញផុតពីស្រមោលនៃអតីតកាលដ៏ឈឺចាប់
ហើយការភ័យខ្លាចសោកនាដកម្មការបែកបាក់ជាតិនិងការបាត់បង់ដែលប្រជាជនកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាលត្រូវបានបញ្ចប់បច្ចុប្បន្ននេះយើងកំពុងរស់នៅលើមាតុភូមិរបស់យើងដែលមានសុខសន្តិភាពពេញលេញមានខឿនឯករាជ្យអធិបតេយ្យភាពអធិបតេយ្យនិងបូរណភាពដែនដីដែលត្រូវបានការពារយ៉ាងម៉ត់ចត់មានការគោរពចំពោះសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបមានការបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយហើយសង្គមជាតិទាំងមូលកំពុងមានវឌ្ឍនភាពលើគ្រប់វិស័យនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់នៅលើមាតុភូមិសុខសន្តិនៅលើមាគ៌ាសុខសន្តិភាពព្រមជាមួយនឹងកិត្តិយសកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ឡើងវិញនៅលើឆាកអន្តរជាតិនៅក្នុងន័យនេះអតីតកាលកម្ពុជាបានឆ្លងភ្លុករសជាតិនៃសង្គ្រាមដែលមានតការវិនាសប្រត់ប្រាស់ការបាត់បង់និងទ្រព្យសម្បត្តិការដើរបញ្ច្រាស់គ្នាជាមួយនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលជាសោកនាដកម្មរបស់ជាតិដូច្នេះច្បាស់ណាស់ថាប្រជាជនកម្ពុជាមិនចង់ជួបមិនចង់ឃើញសង្គ្រាមទៀតទេយើងកំពុងរួមគ្នាដើម្បីពង្រឹងសុខសន្តិភាពហើយខ្ញុំក៏ជឿជាក់ថាប្រជាជាតិផ្សេងទៀតក៏មិនចង់ជួបមិនចង់ឃើញសង្គ្រាមដូចគ្នាដែលប្រការនេះយើងត្រូវរួមគ្នាពង្រឹងសុខសន្តិភាពនៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោកទាំងមូលឯកសម្ដេចឯកឧត្តមលោកជំទាវអស់លោកលោកស្រីការបញ្ចប់ដោយជោគជ័យនិងដោយសន្តិវិធីនៅសង្គ្រាមនិងការបែកបាក់ជាតិគឺពិតជាសម្រេចបានដោយលំបាកបំផុតក៏ប៉ុន្តែការធានានៃចីរភាពនៃសុខសន្តិភាពនិងការពង្រឹងវប្បធម៌សន្តិភាពដែលសម្រេចបានមកនេះគឺជាភារកិច្ចដែលរឹតតែរមាក់ធ្ងន់ធ្ងរណាស់ទៅទៀតជាមួយនេះកិច្ចការរក្សាសុខសន្តិភាពនេះរឹតតែសំខាន់ឡើងខណៈដែលពិភពលោកយើងកំពុងតែជួបប្រទះនៅបញ្ហាធំជាច្រើនដូចជាបញ្ហាភេរវកម្មជំងឺឆ្លងបញ្ហាសន្តិសុខស្បៀងនិងធម្មពលការប្រែប្រួលអាកាសធាតុគ្រោះមហន្តរាយធម្មជាតិនិងអក្រិតកម្មឆ្លងដែនជាដើមដែលសុទ្ធតែអាចបង្កជាបច្ច័យអាក្រក់ដល់ស្ថិរភាពនិងសុខសន្តិភាពសម្រាប់ប្រជាជាតិទាំងឡាយទាំងក្នុងកម្រិតសកលនិងកម្រិតតំបន់ក្នុងស្មារតីនេះខ្ញុំយល់ថាការធានាឲ្យបាននូវសុខសន្តិភាពទាំងក្នុងកម្រិតតំបន់និងនៅលើពិភពលោកដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនោះចាំបាច់ត្រូវមានទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័នសភាជាមួយនឹងស្ថាប័ននីតិប្រតិបត្តិរួមទាំងវត្តមាននៃភាពជាដៃគូជិតស្និទ្ធរវាងរដ្ឋាភិបាលនៃបណ្ដាប្រទេសនីមួយវិស័យឯកជនដៃគូអភិវឌ្ឍនិងសង្គមស៊ីវិលទាំងអស់ដែលពាក់ព័ន្ធភាពជាដៃគូរួមបញ្ចូលគ្នាទាំងអស់នេះត្រូវបង្កើតឡើងក្នុងស្មារតីមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ភាគីនីមួយហើយត្រូវផ្អែកលើគោលការណ៍ផ្ដល់តម្លៃទស្សនវិស័យនិងទិសដៅរួមគ្នាដែលអនុញ្ញាតឲ្យភាគីទាំងអស់អាចសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកឲ្យបានច្បាស់លាស់រួមសាមគ្គីនិងសហប្រតិបត្តិការគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកើតមានក្នុងតំបន់និងពិភពលោកប្រកបដោយស្មារតីទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់ដែលនឹងធានារក្សាឲ្យបានសុខដុមបនីយកម្ម
សម្រាប់ប្រជាជាតិទាំងអស់ប្រជាជាតិយើងទាំងអស់សម្ដេចឯកឧត្តមលោកជំទាវអស់លោកស្រីអមាញ់មិញឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានលើកឡើងបញ្ហាមួយចំនួនទាក់ទងជាមួយនឹងបញ្ហាដែលលេចឡើងរយៈពេលកន្លងទៅខ្ញុំចង់យកឱកាសនេះដើម្បីនិយាយទៅកាន់លោកអ្នកថាតើដល់ពេលដែលយើងត្រូវវាយតម្លៃពីបដិវត្តពណ៌ហើយឬនៅមកដល់ពេលនេះអ្នកដែលបានព្រួយផ្ដើមធ្វើគំនិតពណ៌ហើយអ្នកដែលធ្លាប់អបអរសាទរនៅបដិវត្តពណ៌ពួកគេទៅពួនសំងំនៅទីណាទីកន្លែងដែលកើតឡើងនៅតំបន់សង្គ្រាមផ្ដួលរំលំតាមកម្លាំងយោធានិងផ្ដួលរំលំតាមរយៈរបស់ដែលហៅថាបដិវត្តពណ៌កំពុងតែរងនៅវិនាសកម្មយ៉ាងធ្ងន់ធ្ងរនោះក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យនៃសិទ្ធិមនុស្សការផ្ដួលរំលំរបបសាដាមហ៊ូសែនតើបានផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅសម្រាប់ប្រជាជនអ៊ីរ៉ាក់ការផ្ដួលរំលំបេនអាលីនៅទីនីស៊ីការផ្ដួលរំលំកាដាហ្វីនៅលីប៊ីការផ្ដួលរំលំហ៊ូស្នីមូបារ៉ាក់នៅអេស៊ីបការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតីអាសាដក៏ដូចជាសង្គ្រាមដែលកំពុងផ្ទុះឡើងនៅយេម៉ែនតើទាំងអស់នេះអ្នកណាត្រូវទទួលខុសត្រូវតើដើម្បីបដូរមនុស្សម្នាក់និងបដូរបុគ្គលម្នាក់ឬក៏រដ្ឋាភិបាលមួយនាំទៅដល់ការស្លាប់មនុស្សរាប់ម៉ឺនរាប់សែនរាប់លានបែបនេះឬទីឥឡូវតើលំមដល់ពេលដែលយើងត្រូវវាយតម្លៃនៅសភាពការនេះហើយឬនៅតើបដិវត្តពណ៌វាជាការគួរឲ្យទៀតជាទីស្រឡាញ់ឬក៏ជាទីគួរឲ្យសោកព្រួយហើយតើតុលាការអក្រិតកម្មអន្តរជាតិគួរកាត់ទោសពួកមេខ្លោដែលធ្វើឲ្យប្រជាជនអ៊ីរ៉ាក់និងប្រជាជននៃបណ្ដាប្រទេសនៅមជ្ឈមបូព៌ាយកទៅកាត់ទោសឬត្រូវពាក់មេដាយជាព្រាណវ៉ែលឲ្យពួកអ្នកទាំងនេះខ្ញុំគិតថាក្រៅពីការស្លាប់មួយថ្ងៃយ៉ាងច្រើននៅលើទឹកដីអ៊ីរ៉ាក់ទឹកដីស៊ីរីលីប៊ីនិងយេម៉ែនបច្ចុប្បន្ននេះតើមានមនុស្សប្រមាណដែលកំពុងឆ្លងមហាសាគរមេឌីទែរនីដើម្បីឈ្មោះភៀសខ្លួនទៅកាន់អឺរ៉ុបឥឡូវអឺរ៉ុបកំពុងតែធ្វើការតឹងតែងជាមួយជនជាតិទាំងនេះទៅទៀតតើអឺរ៉ុបគួរត្រូវមានការទទួលខុសត្រូវឬយ៉ាងណាតើអ្នកដែលបានភៀសខ្លួនចេញពីមជ្ឈមបូព៌ាទៅកាន់អឺរ៉ុបនៅពេលដែលអឺរ៉ុបមិនទាន់ផ្ដល់នូវសិទ្ធិជ្រកកោនឲ្យពួកគេមានការទទួលខុសត្រូវយ៉ាងណាតើពួកគេមានមាតុភូមិឬទេនេះគឺជាចំណុចដែលយើងត្រូវតែគួរពិភាក្សាដើម្បីទប់ស្កាត់នៅទង្វើរបស់ជនទាំងឡាយណាឬប្រទេសណាក៏ដោយដែលបង្កើតឡើងនៅស្ថានភាពទៅតឹងទឹះស្អប់ខ្ពើមមនុស្សម្នាក់ឬរដ្ឋាភិបាលមួយតែបាននាំមកនៅការជំនួសដោយការស្លាប់មនុស្សរាប់ម៉ឺនរាប់សែនរាប់លាននាក់ដូចជាកម្ពុជាខ្លួនឯងផ្ទាល់តែម្ដងស្អប់សម្ដេចព្រះនរោត្តមសីហនុបែរជាបង្កើតរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុបង្កើតឡើងនៅសង្គ្រាមវិនាសកម្មស្លាប់មនុស្សដំណាក់កាល1970ដល់ឆ្នាំ1975ត្រូវស្លាប់មនុស្សរាប់សិបម៉ឺននាក់75 79អស់ជាង3លាននាក់បន្តសង្គ្រាម
ពីឆ្នាំ1979មកបញ្ចប់នៅឆ្នាំ1998យើងខ្ញុំស្គាល់រសជាតិនៃសង្គ្រាមយើងខ្ញុំត្រូវការពារសន្តិភាពតែយើងខ្ញុំមិនមែនជ្រុលជាតិនិយមចង្អៀតចង្អល់គិតគូរខ្លួនឯងនោះទេបញ្ហាយើងជួបជុំថ្ងៃនេះក្នុងគ្រួសារនៃសភាតំបន់អាស៊ីយើងគួរមានការទទួលខុសត្រូវក្នុងការលើកបញ្ហាឡើងតើពួកគេបានធ្វើអ្វីខ្លះនៅពេលនេះម៉ោងនេះខ្ញុំគិតថាតំបន់មួយចំនួននៅក្នុងប្រទេសអ៊ីរ៉ាក់នៅជាពិសេសក្រុងមូស៊ូលនិងតំបន់មួយចំនួននៅក្នុងប្រទេសស៊ីរីកំពុងរងការវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងរជាមួយនឹងជនភៀសខ្លួនមួយចំនួនដែលកំពុងតែរត់ភៀសខ្លួនចេញពីលីប៊ីចេញពីស៊ីរីចេញពីយេម៉ែននិងចេញពីតំបន់ខ្លះទៀតទៅកាន់អឺរ៉ុបក្នុងពេលដែលអឺរ៉ុបកំពុងបិទទ្វារខ្ញុំអំពាវនាវចំពោះប្រទេសអឺរ៉ុបទទួលយកភៀសខ្លួនជនភៀសខ្លួនទាំងនោះឲ្យមានការស្នាក់នៅសមរម្យមានការងារធ្វើព្រោះនេះជាការទទួលខុសត្រូវអស់លោកអ្នកដែលគ្រប់គ្រងនយោបាយសហរដ្ឋអាមេរិកលើបញ្ហាបដិវត្តន៍ខ្ញុំគិតថាវាដល់ពេលវេលាដែលយើងត្រូវនិយាយហើយខ្ញុំគិតថាយើងគួរតែនិយាយផងដែរថាមូលហេតុអ្វីបានជាភេរវកម្មមិនថមថយចុះតាំងពីចលនាតាលីបង់តូចតាចនៅអាហ្វហ្គានីស្ថានคล้ายជាក្រុមអាល់កេដាឥឡូវនេះคล้ายទៅជារដ្ឋអ៊ីស្លាមទៅហើយជា ISIS ឬ IS ដូច្នេះតើភេរវកម្មវាកើតមកពីអ្វីយើងគួរតែនិយាយរឿងនេះផងដែរនៅក្នុងពេលប្រជុំអាស៊ាននិងអាមេរិកកាលពីខែកុម្ភៈកន្លងទៅនៅសហរដ្ឋអាមេរិកខ្ញុំបានលើកនៅក្នុងក្របខ័ណ្ឌនៃប្រមុខរដ្ឋាភិបាលអាស៊ាននិងប្រធានាធិបតីអាមេរិកថាយើងគួរត្រូវតែមានសន្និសីទអន្តរជាតិមួយស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្មក៏ប៉ុន្តែសំណួររបស់ខ្ញុំនេះមិនត្រូវបានអ្នកណាឆ្លើយនោះទេខ្ញុំត្រូវនិយាយនៅទីនេះអំពាវនាវឲ្យមានសន្និសីទអន្តរជាតិស្ដីពីបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្មនៃនេះក៏សម្ដៅផងដែរថាមូលហេតុអ្វីទៅបានជាវាកើតមាននៅអំពើភេរវកម្មតើមកពីអ្វីហេតុអ្វីបានជាប្រទេសមួយចំនួនคล้ายទៅជាគោលដៅនៃការវាយប្រហារភេរវកម្មហើយគេស្អប់ជនជាតិទាំងនោះរហូតទៅស្អប់ដល់សព្វនមិត្តអ្នកទាំងនោះទៀតផងខ្ញុំយល់ថាវាដល់ពេលវេលាដើម្បីការពារសន្តិភាពបានវាតតែកុំឲ្យមានអ្នកបំផ្លាញសន្តិភាពដើម្បីរក្សាសន្តិភាពបានគឺតតែទប់ស្កាត់កុំឲ្យមានអ្នកបង្កសង្គ្រាមទៅវាជាហេតុផលសមរម្យកុំបន្ទោសប្រទេសដែលមានសង្គ្រាមត្រូវបន្ទោសអ្នកដែលលូកដៃបង្កើតសង្គ្រាមនិងគ្រប់គ្រងសង្គ្រាមខ្ញុំនិយាយនេះហាក់ដូចជាទៅហួសពីចំណុចដែលតកតងជាមួយនឹងអ្វីដែលជាប្រធានបទប៉ុន្តែខ្ញុំគិតថាប្រធានបទនិយាយពីការថែទាំរក្សាសន្តិភាពនេះវាគ្រប់គ្រាន់ល្មមដើម្បីខ្ញុំនិយាយលើបញ្ហានេះផងដែរហើយប្រធានបទតកតងនឹងសេដ្ឋកិច្ចតកតងនឹងការអភិវឌ្ឍចំណងតកតងរវាងសន្តិភាពនិងការអភិវឌ្ឍគឺជាចំណងតកតងវិចារវិទ្យាគ្មានសន្តិភាពពិតជាមិនអាចអភិវឌ្ឍបានទេហើយបើគ្មានការអភិវឌ្ឍក៏មិនអាចទុករក្សាទុកនៅសន្តិភាពបានដែរដូច្នេះប្រធានបទនៃការកាត់បន្ថយភាពក្រីក្រក៏ជាមូលហេតុ
ដ៏សំខាន់មួយនៅក្នុងមូលហេតុដែលយើងត្រូវទប់ស្កាត់នៅសង្គ្រាមនាំមកដល់ការរក្សាសន្តិភាពយើងមិនអាចទុកឲ្យជនជាតិណាមួយនៅឯកោនោះទេនៅពេលនេះក៏នៅមានជាតិសាសន៍មួយចំនួនរាប់ទាំងជាតិសាសន៍ដែលចេញពីមជ្ឈមបូព៌ាទៅអឺរ៉ុបស្នាក់នៅមិនតាន់ស្របច្បាប់ខ្ញុំបានឮសូរប៉ុនណានប៉ុននេះប្រហែលមុនប្រហែលថ្ងៃនេះថាទួគីមានបំណងនឹងបើកព្រំដែនដើម្បីឲ្យជនភៀសខ្លួនចូលទៅកាន់អឺរ៉ុបប្រសិនបើយ៉ាងដូចនោះឆ្នោះមែនខ្ញុំគិតថាវាជាការល្អព្រោះវាជាការទទួលខុសត្រូវរបស់ពួកអឺរ៉ុបដែលគ្រប់គ្រងនយោបាយអាមេរិកនៅក្នុងការធ្វើបដិវត្តន៍នៅមជ្ឈមបូព៌ាគួរតែផ្ដល់កន្លែងជ្រកកោនឲ្យពួកគេត្រូវផ្ដល់ការងារឲ្យពួកគេទើបវាជាការសមរម្យมันអាចយកគេទៅស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេឬក៏នៅក្នុងជំរំដូចជារូបកដោនោះទេសូមអភ័យទោសចំពោះការនិយាយដែលខ្ញុំបានលើកឡើងដោយត្រង់ហើយមានការបន្តផ្សល់ច្រើនប៉ុស្តិ៍ទូរទស្សន៍របស់កម្ពុជាសង្ឃឹមថាមិត្តភក្តិជនបរទេសទាំងឡាយដែលមានខ្លួនពាក់ព័ន្ធជាមួយនឹងសង្គ្រាមនៅមជ្ឈមបូព៌ាបច្ចុប្បន្ននិងអតីតកាលដ៏ឈឺចាប់របស់កម្ពុជាវៀតណាមនិងឡាវនៅទីនេះក៏មិនគួរនឹងមានការខ្មាស់អៀននិងចេញមុខមកទទួលខុសត្រូវលើបញ្ហាទាំងឡាយនោះទេគ្មានភ្លើងវាក៏គ្មានផ្សែងដែរនេះជាព្រឹកពិតសពថ្ងៃយើងអង្គុយបកផ្សែងទេតែយើងមិនតាន់បានពង្រឹងលើអ្នកដែលបង្កសង្គ្រាមគឺសុទ្ធតែជាប្រទេសដែលមានលទ្ធភាពបង្កសង្គ្រាមមិនមែនអ្នកទុនខ្សោយទេយើងគ្រាន់តែបានបន្ស្ដីបន្ទោសទៅលើអ្វីដែលវាជាបញ្ហាបានកើតតែប៉ុណ្ណោះតែមូលហេតុដើមដែលនាំឲ្យវាកើតដូចជាកម្ពុជាមូលហេតុអីដែលមានសង្គ្រាមអ្នកណាអ្នកធ្វើគឺមិនតាន់បាននិយាយដល់គ្រប់គ្រាន់ទេហើយមិនទាំងហ៊ាននិយាយទេបងមានអ្នកខ្លះអត់ហ៊ាននិយាយទេដោយសារត្រូវពឹងពាក់គេតែដើម្បីយុត្តិធម៌ទោះបីអ្នកណាក៏ដោយត្រូវតែនិយាយដើម្បីពិភពលោកមួយមានសន្តិភាពមានការបង្រួបហើយមានកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពខ្ញុំនៅទីនេះក៏មានកង្វល់យ៉ាងជ្រាលជ្រៅចំពោះបញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើងយើងបានទទួលព័ត៌មានតែពិតឬមិនពិតក៏វាមិនច្បាស់នៅត្រង់ថាប្រធានាធិបតីកូរ៉េខាងជើងអ្នកដឹកនាំកូរ៉េខាងជើងថានឹងបាញ់មីស៊ីលដើម្បីអបអរសាទរនៅពេលដែលផ្ទេរតំណែងពេលដែលលោកដូណាល់ត្រាំឡើងកាន់តំណែងប្រសិនបើវាយ៉ាងដូច្នោះមែនបញ្ហាបាញ់មីស៊ីលវាហាក់ដូចជាការកំដរការកំសាន្តមួយដុតកំជ្រួចដើម្បីការសប្បាយសម្រាប់ពិធីបុណ្យនីមួយប៉ុន្តែនេះគឺជាការបាញ់មីស៊ីលសម្រាប់អបអរសាទរការឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកហើយខ្ញុំក៏សូមតែគួរតែរំលឹកថាប្រធានបទឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំនេះក៏អាចជាមូលហេតុទាញយកមកធ្វើការសិក្សាព្រោះនៅពេលនោះគេបានហែកហួរគ្នាពេញទឹកពេញដីអស់ហើយបូឡានសង្គ្រាមអាយស៊ីសកើតមកពីអ្នកណានោះក៏អាចជាផ្នែកមួយដែលយើងទាញយកថានេះជាចំណុចរបស់អ្នកនេះនិយាយខ្ញុំមិនលូកលាត់ទៅលើកិច្ចការរបស់អាមេរិកទេណាឈ្នះគឺអ្នកនោះគឺធ្វើវិធាននៅទៅវាជារឿងធម្មតាពិតមែនហើយនៅកម្ពុជា 99% ហើយគឺគេថាដូណាល់ត្រាំឈ្នះមានហ៊ុនសែនមួយទេដែលនិយាយថាដូណាល់ត្រាំឈ្នះគេថាដូណាល់ត្រាំឈ្នះ 99%
មានតែ1%ក្នុងចំណោមនោះមានហ៊ុនសែនថាដូណាល់ចាំឈ្នះគឺឈ្នះមែនក៏ប៉ុន្តែបញ្ហាណាឈ្នះណាចាញ់គឺជារឿងរបស់ប្រជាជនអាមេរិកតែប៉ុណ្ណោះយើងត្រូវតាក់ទងទាំងអស់ខ្ញុំមិនបានបរិហាវាយប្រហារទៅលើ Hillary Clinton ដោយមនុស្សមួយចំនួននោះទេប៉ុន្តែខ្ញុំយល់ថានោះហើយជាពេលវេលាដ៏ល្អមួយដែលធ្វើការស្រោះស្រួលរវាងរុស្ស៊ីជាមួយនឹងសហរដ្ឋអាមេរិកដែលក្នុងរយៈពេលប្រមាណឆ្នាំមកនេះមានការតានតឹងយ៉ាងខ្លាំងហើយក៏មានការព្រួយបារម្ភនៅក្នុងតំបន់របស់យើងផងដែរខ្ញុំមិនបានគ្រប់គ្រងថានេះត្រូវឈ្នះនោះត្រូវឈ្នះទេក៏ប៉ុន្តែផ្ដើមចេញពីមូលហេតុនៃការវិភាគសភាពការស្ដីអំពីទំនាក់ទំនងរវាងប្រទេសធំហើយដែលប្រមាណឆ្នាំកន្លងផុតទៅមហាអំណាចមួយគ្រាទាំងពីរគឺរុស្ស៊ីនិងសហរដ្ឋហើយមានការតានតឹងខ្លាំងណាស់ប៉ុន្តែនយោបាយរបស់ដូណាល់ត្រាំតាមអ្វីដែលគាត់សន្យានៅក្នុងពេលបោះឆ្នោតសង្ឃឹមថាប្រទេសមហាអំណាចមួយគ្រាទាំងពីរនេះនឹងមានការកែសម្លទំនាក់ទំនងជាមួយគ្នាហើយខ្ញុំយល់ថាសម្លេងរបស់ខ្ញុំនេះមិនបង្កើតឲ្យមានថ្នាការថាពីប្រធានាធិបតីដែលជិតជាប់អាណត្តិអូបាម៉ាបារ៉ាក់អូបាម៉ាឬក៏រោគជំទាវ Hillary Clinton ដែលជាបេក្ខជនចាញ់ឆ្នោតនោះទេសម្ដេចឯកឧត្តមលោកជំទាវអស់លោកលោកស្រីជាក់ស្ដែងលើមូលដ្ឋាននៃទស្សនៈទាននៃភាពជាដៃគូនេះកម្ពុជាត្រូវបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងភាពម្ចាស់ការក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាតែងបានបញ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យជឿនឡើងហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ពលគឺក្នុងអំឡុង2ទសវត្សរ៍ចុងក្រោយនេះកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង8លើពិភពលោកដែលសម្រេចបាននៅកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងអត្រាខ្ពស់ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្ដាប្រទេសដែលទើបចាក់ផុតពីសង្គ្រាមជីវិតថ្មីនេះកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការធ្វើឲ្យប្រសើរឡើងនៅសុចនាករសង្គមហើយក៏ជាប្រទេសមួយដែលបានសម្រេចគោលដៅអភិវឌ្ឍសហសវត្សរ៍របស់អង្គការសហប្រជាជាតិមុនការកំណត់ឆ្នាំ1900ឆ្នាំ2015ព្រមទាំងបានចេញផុតពីក្រុមប្រទេសអភិវឌ្ឍតិចតួចបំផុតទៅជាប្រទេសកំពុងអភិវឌ្ឍដែលមានចំណូលមធ្យមកម្រិតទាបហើយកម្ពុជាសង្ឃឹមថានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030ដោយឡែកកម្ពុជាក៏មានមោទនភាពដោយតែងតែមានឱកាសនិងលទ្ធភាពក្នុងការបញ្ជូនកងទ័ពមួកខៀវចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយគិតចាប់តាំងពីឆ្នាំ2006មកកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចូលរួមក្នុងប្រទេសប្រមាណ8រួមមានប្រទេសស៊ូដង់ខាងត្បូងឆាតស៊ីរីលីប៊ីម៉ាលីអាហ្វ្រិកកណ្ដាលកោះស៊ីបក្នុងនាមជាប្រទេសឯករាជ្យមានអធិបតេយ្យពេញលេញនិងជាសមាជិកអង្គការសហប្រជាជាតិដែលខុសប្លែកកាលពីអំឡុងឆ្នាំ1991ដល់1993ដែលពេលនោះអង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍មកជួយស្វែងរកសន្តិភាពជូនកម្ពុជាដោយក្នុងខ្លឹមសារបានលើកឡើងមកនេះយើងអាចនិយាយបានថា
ការប្រពៃមហាសន្និបាតលើកទី9នៃសភាតំបន់អាស៊ីនាពេលនេះគឺជាឱកាសមួយដ៏សំខាន់សម្រាប់ក្រើនរំលឹកអំពីភាពចាំបាច់ដែលមិនអាចខ្វះបាននោះគឺការពង្រឹងសាមគ្គីភាពឯកភាពជាតិនិងកិច្ចសហប្រតិបត្តិការគ្នាជាធ្លុងមួយរវាងបណ្ដាប្រជាជាតិនៅក្នុងតំបន់របស់យើងនេះដើម្បីធានាថែរក្សាឲ្យបានគង់វង្សនៅសុខសន្តិភាពទាំងក្នុងកម្រិតជាតិកម្រិតតំបន់និងកម្រិតពិភពលោកទន្ទឹមនេះយើងត្រូវរួមគ្នាលើកកម្ពស់វប្បធម៌អហិង្សានិងវប្បធម៌សន្តិនិកការអំណត់និងការយោគយល់គ្នាជាភារៈការនិយមកណ្ដាលនិងការដោះស្រាយទំនាស់បញ្ហាវិវាទផ្សេងៗដោយសន្តិវិធីចូលលើគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិទាំងនៅក្នុងសង្គមជាតិនីមួយៗនិងរវាងប្រជាជាតិយើងនីមួយៗជាថ្មីម្ដងទៀតខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅនិងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចឯកឧត្តមលោកជំទាវលោកស្រីទាំងអស់និងហើយសូមជូនពរឲ្យអ្នកទាំងអស់គ្នាស្នាក់នៅប្រកបដោយសេចក្តីរីករាយមានផាសុកភាពនិងប៉មនាំត្រឡប់ទៅប្រទេសវិញនៅអនុស្សាវរីយ៍ល្អៗពីទឹកដីអង្គរនៃប្រជាជាតិណាចក្រកម្ពុជាសូមអរគុណចំពោះការយកចិត្តទុកដាក់ครับ